ប្រមុខការទូតអាមេរិកជំរុញចិនបញ្ចុះបញ្ចូលអ៊ីរ៉ង់កុំឲ្យបិទច្រកសមុទ្រហាម៉ាស់ព័ត៌មាននេះជម្រាបជូនដោយលោកលីវណ្ណា WCV យោងតាមគេហទំព័រ Fresh News រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio កាលពីថ្ងៃអាទិត្យទី22ខែមិថុនាបានអំពាវនាវឲ្យចិនបញ្ចុះបញ្ចូលអ៊ីរ៉ង់កុំឲ្យបិទច្រកសមុទ្រហូម៉ូបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters លោក Rubio ធ្វើការអត្ថាធិប្បាយបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Sunday Morning Fodder នៃស្ថានីយ៍ទូរទស្សន៍ Fox News និងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថាសភាអ៊ីរ៉ង់បានអនុម័តវិធានការមួយដើម្បីបិទច្រកសមុទ្រហូម៉ូជាទីដែល 20% នៃប្រេងនិងឧស្ម័នត្រូវបានដឹកជញ្ជូនតាមច្រកសមុទ្រមួយនេះលោក Rubio បានគូបញ្ជាក់ថាលោកបានជំរុញឲ្យរដ្ឋាភិបាលចិនក្នុងទីក្រុងប៉េកាំងប្រាប់អ៊ីរ៉ង់កុំឲ្យបិទច្រកសមុទ្រហូម៉ូពីព្រោះថាចិនពឹងផ្អែកយ៉ាងខ្លាំងលើច្រកសមុទ្រនេះដើម្បីប្រេងតាមប្រមុខការទូតអាមេរិករូបនេះប្រទេសផ្សេងទៀតរួមមានទាំងចិននិងរងផលប៉ះពាល់ធ្ងន់ធ្ងរយ៉ាងខ្លាំងជាងសហរដ្ឋអាមេរិកទៅទៀតប្រសិនបើអ៊ីរ៉ង់បិទច្រកសមុទ្រនេះមែនហើយថាការបិទច្រកសមុទ្រហូម៉ូគឺជាទង្វើបង្កើនចំនួនដែលនឹងតម្រូវឲ្យសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសដទៃឆ្លើយតបឲ្យបានស័ក្តិសមខាងស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនភ្លាមមិនបានធ្វើអត្ថាធិប្បាយអ្វីទេប៉ុន្តែចិនកាលពីថ្ងៃអាទិត្យបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ដោយចាត់ទុកថាជាសកម្មភាពបំពានលើគោលការណ៍ធម្មនុញ្ញរបស់ UN និងច្បាប់អន្តរជាតិហើយនឹងមានតែបង្កើនភាពតានតឹងក្នុងតំបន់បស្ចិមបូព៌ាតែប៉ុណ្ណោះ